បាទទូស្ដីបងប្អូនបាទនេះសកម្មភាពបងប្រុសគាត់មកទូស្ដីខ្លាំងនេះបានពីរនេះហើយក៏វាយលុយអត់ទីតាំងនៅម្ដុំស្រុកលងវែងយើងបងបាទទឹកកំពុងតែហូរបាទវាទឹកហើយតាមដានមើលតើគាត់បានត្រីទៀតអត់បាទហើយបងប្រុសហ្នឹងក៏គាត់ទីដែរទឹកហូរក៏ដាក់វាទឹកក្នុងបងប្អូនមើលត្រីទីអត់បងប្អូនគាត់កំពុងតែបដោតហើយបាទចាំមើលបងប្អូនទឹកកំពុងតែវារីកស្រកវាអត់ឡើងខ្លាំងប៉ុន្មានទេវារីកស្រកតិចដោយវាថាវាទឹកគេបើករឿងធំដែរគេបើកឡើង4ប្រឡោះឯណោះដល់ពេលអញ្ចឹងទៅវាទឹកវារឿងហូរខ្លាំងបាត់ថ្ងៃនេះស្ងាត់អ្នកបងត្រីបើឃើញតែអ្នកទូកត្រីបាទទូកត្រីឥឡូវបានចូលត្រីបានពីរត្រីពីរធំដែរតើបងប្អូនបាទយើងវាយលុយអប់ទីតាំងខាងក្រោមនោះកន្លែងគេបងត្រីខាងក្រោមបងប្អូនហ្នឹងហើយឥឡូវតាមដានអស់គ្នាតែមើលតើបងប្រុសគាត់ទូបានត្រីទៀតអត់ត្រីវាអត់ធំដែរទេបងប្អូនបាទត្រីខ្លាំងវាតិចតូចដែរឥឡូវកម្មភាពបងប្រុសគាត់លើកទៅទៀតហើយអត់បានទេហ្នឹងគោលអណាបងប្អូនអើយគោលបាទចាំមើលទាំងអស់គ្នាតើបានត្រីទៀតអត់បាទអានេះគេទូកយកត្រីឆ្លាំងបងប្អូនបាទយកត្រីឆ្លាំងរៀងសលេងរៀងអត់ទៅលឺល្អទេដោយសារសលេងទឹកគោរៀងខ្លាំងណាបងប្អូនខ្ញុំគិតថាយកទៅទូចមកលេងដែរប៉ុន្តែឥឡូវអត់ទាន់ថាមិនទេចាំមើលទៅបាទដោយសារឡាននេះបងកំពុងតែទូចតែបានអត់បើមិនជាបានច្រើនបាទយើងដាក់ទៅវត្តជាប់អាហ្នឹងចាំរយទូចមកលេងអានេះមកថតទីតាំងឲ្យបងប្អូនមើលបាទទីតាំងដុំនេះគេហៅទីតាំងស្រុកលងវែងបងប្អូនបាទទីតាំងស្រុកលងវែងបាទបងប្អូនអាចមកលេងត្រីខ្លាំងបាទត្រីអីបានបាទវាប្រើនុយអប់បាទទូចទេណាបាទហើយកន្លែងនេះក៏អាចបងត្រីបានដែរបងអាចបងត្រីបានដូចនេះដោយសារកន្លែងនេះបាទអាចបងបានប៉ុន្តែត្រីត្រូវមិនត្រូវអត់ដឹងទេបងប្អូនបាទតើយើងអាចយកសំណាញ់មកលោទៅបាទឥឡូវនេះគឺមកជួបបងប្រុសគាត់កំពុងតែទូត្រីខ្លាំងនុយអប់ដាក់ទៅដល់រីឆ្ងាត់ដល់បងប្អូនបាទយ៉ាងម៉េចទេចាំមើលទឹកគោល្អមែនតើបាទទឹកគោល្អមែនតើនេះអាចយកសំណាញ់មកបងអាចបានត្រីបាទទឹកគោល្អណាស់បាទទីតាំងនេះក៏ល្អលេងដែរបងប្អូនបាទពេលយើងនៅទីផ្ទះណាអត់ឆ្ងាយពីទីតាំងនេះអានេះគេមានបងប្រុសម្នាក់ដែរគាត់កំពុងទូចទៅពេលបានហ្នឹងបាទចូលមួយទៀតហ្នឹងបងប្អូនបាទចាំមើលអូអត់បានទេបងប្អូនបាទអត់បានទេបាទអញ្ចឹងទីតាំងនៅកន្លែងនេះគឺនៅស្រុកលំវែងខេត្តឧត្តរមានជ័យបងប្អូនបាទអញ្ចឹងបងប្អូនអាចមានចំណោមដាក់អារម្មណ៍អាចមកលេងបានឥឡូវនេះគឺចាំមើលបងប្រុសគាត់មានសិនបាទបានទេចាំមើលទៅបាទពេញមឺតយកហើយបាទជាប់ថ្មមិនដឹងអីបងប្អូនបាទជាប់ថ្មមិនដឹងទេបាទហើយគាត់កំពុងល្វីឡើងហើយបាទជាប់ត្រីអត់ទេបាទជាប់អត់ហើយបងប្អូនអើយបាទជាប់អត់ហើយអាចជាប់គៀបនឹងថ្មបងប្អូនបាទគៀបនឹងថ្មហ្នឹងជាប់អត់ហើយយើងមិនទៅចឹងបដោយអូបដោយទឹកប្រចេះហើយបដោយដោះរួចជាប់ផ្លែនេះជាប់ត្រីទាយ៉ាងម៉េចត្រីអត់ទានេះបងប្អូនបាទទឹកគោខ្លាំងបោកទៅវាជាប់តែត្រេះបងប្អូនណាដឹងស្រាប់ហើយដល់ទីអត់មកទេគាត់ណាទេសភាពល្អមែនទែនបងប្អូនបាទមកលេងត្រីឆ្លាំងបាទទូត្រីឆ្លាំងបានអូខេបាទអរគុណច្រើន